tip ខ្លះៗដើម្បីឲ្យអ្នកទាំងអស់គ្នា render interior មកស្អាតអញ្ចឹងយើងចូលទៅកាន់ SketchUp របស់យើងមកនៅក្នុងមុខងារ shadow គឺយើងត្រូវតែ take color use sun for shading ហើយចំពោះ light and dark នេះគឺខ្ញុំប្រើចិត្តមុខងារនេះគឺវាជួយ detail ពណ៌ material របស់យើងឲ្យច្បាស់ជាងមុនឧទាហរណ៍ថាដូចពីដានបើសិនជាយើងអត់ take អាហ្នឹងទេវាចាំងស្មៅមកវាមើលមកពណ៌ហិងប្រផេះតែបើយើង take អាហ្នឹងទៅវាមើលមកពណ៌សវានឹងពណ៌សហើយអញ្ចឹងពេលយើង render AI ទៅ AI វាអត់សូវច្រឡំទេវាដឹងថាចេញមកពណ៌សហ្មងណាសម្រាប់ style គឺខ្ញុំប្រើ shade with texture តែប៉ុណ្្នឹងមកយើងចូលមកកាន់ plugin របស់យើងមកយើង select color capture view port ដើម្បីផាស view ពី SketchUp របស់យើងចូលមកកាន់ plugin របស់យើងហើយថ្ងៃនេះខ្ញុំនឹងប្រើ analyze DNA ដើម្បីវា analyze material ខ្ញុំហើយសម្រាប់ preset គឺខ្ញុំប្រើ interior type មួយចំពោះ render style វិញគឺយើង select យក interior សម្រាប់ render style នេះបើសិនជាយើង select យក interior ហើយចំពោះ preset គឺយើង select យក none ក៏បានដែរឬក៏យើងចង់ដាក់ interior type 1 type 2 type 3ក៏បានដែរអាហ្នឹងដូចគ្នាអត់អីទេចំពោះ quality រូបគឺខ្ញុំតែមួយខែសិនប៉ុណ្្នឹងមកចេញ render មកនេះគឺជារូបភាព render ដែលយើងទទួលបានឧទាហរណ៍ថាអ្នកទាំងអស់គ្នាមាន history រូបភាពច្រើនហើយយើងចង់យករូបភាពណាមួយដែលយើងពេញចិត្តមក render បន្តទៀតដើម្បីឲ្យវាបង្កើត scene ផ្សេងយើងទៀតហើយអញ្ចឹងយើងត្រូវចុចទៅលើសញ្ញានេះដើម្បី set រូបហ្នឹងជា best image ហើយយើងរុញរូបភាពហ្នឹងទៅ perspective gallery យើង scroll មកក្រោមមកយើងនឹងឃើញរូបភាពរបស់យើងមិញហ្នឹងចូលទៅក្នុង perspective gallery ហើយអញ្ចឹងយើង render view ផ្សេងទៀតយើង scroll មកក្រោមមកយើងត្រូវ select ទៅលើមុខងារ interior នៅក្នុងមុខងារ interior នេះវាមានមុខងារទូទៅច្រើនទៀតណាដែលយើងអាច render បានអញ្ចឹងថ្ងៃនេះខ្ញុំចង់សាកប្រើវា focus ឲ្យខ្ញុំអញ្ចឹងខ្ញុំទៅ render នៅក្នុង close up detail អញ្ចឹងវាទៅរក view ណាមួយដើម្បីមក detail ឲ្យយើងនេះមុខងារ functional area យើងចុច render នៅលើហ្នឹងមកខ្ញុំសាក character lifestyle នេះវាដាក់មនុស្សឲ្យយើងមុខងារទុយខាងលើនេះគឺយើងអាច render បានច្រើន view